សួស្ដីអ្នកនរគ្នាថ្ងៃនេះគឺយើងចេញវីដេអូដំណើរកម្សាន្តទៅបេះផ្លែគុយក៏ដូចជាបបកត្រីទៅគ្នាដើម្បីទៅបេះគុយក៏ដូចជាបបកត្រីបានគឺយើងទៅកន្លែងឆ្ងាយអានេះគឺយើងទៅខាងស្រុកផ្សេងនៅស្រុកដែលខ្ញុំរស់នៅហ្នឹងក៏មានកន្លែងបបកត្រីដែរតែមនុស្សយើងចូលចិត្តណាស់អញ្ចឹងអាដំណើរត្រាចរញ៉ៃពេញប្រៃពេញអីហ្នឹងអាហ្នឹងគឺជាចំណងចំណូលចិត្តខ្ញុំជាមួយនឹងមិត្តភ័ក្ដិខ្ញុំហើយអាហ្នឹងចូលចិត្តណាស់បបួលគ្នាដាក់កម្រោរហូតទេតែបានទៅទេក្នុងឆាតទៅបបួលគ្នាដេកបោះតង់បោះអីបញ្យុពីយប់តែពេលទៅពេលព្រឹកវើវិញល្ងាចហ្នឹងដល់អញ្ចឹងទៅម្នាក់ចាប់ដើមយកត្រីរៀងខ្លួនហ្នឹងនិយាយថាខ្លាច់មុខខំតាមការពិតខ្លាច់ខ្មោចសោះអញអស់និយាយមកទោះជាយ៉ាងណាក៏ខ្ញុំមានសភាពសប្បាយរីករាយអស្ចារ្យទ្វេដងដែរដោយសារកម្រោងមួយនេះយើងជួបជ័យយើងបានទៅលេងទោះយើងមិនបានដេកក៏យើងបានទៅលេងព្រោះអីកម្រោងមួយនេះយើងក្រុងទុករយៈពេល1ឆ្នាំហើយវាមិនធម្មតាទេមនុស្សសាមញ្ញធ្វើមិនកើតតែហ្នឹងឥឡូវសេចក្តីផ្ដើមយើងត្រូវបានបញ្ចប់ហើយយើងចូលទូសេចក្តីម្ដងមកបើកន្លែងនេះសូមចិត្តអ្នកទស្សនាបោះថ្មីទៅខាងស្ដាំខាងឆ្វេងយើងមើលទេសភាពដ៏ស្រស់ត្រកាលមួយនេះបោះថ្មីទៅមើលខាងស្ដាំដៃយើងមកឃើញថាមានទឹកភ្លឺចែងចាំងពន្លឺរស្មីព្រះអាទិត្យដែលមើលទៅស្រស់ស្អាតមែនតើទៅខាងឆ្វេងដៃយើងស្អីវិញទៅទឹកដូចតែគ្នាហ្នឹងមើលស្ដាំមើលឆ្វេងកុំភ្លេចមើលមុខណាព្រោះឯកាមេរ៉ាមេបខ្ញុំមានមុខកុកទេតែបើខាងមុខមានស្ថានភាពមិនសូវស្រួលមានប៉លីសមានអីយើងសេរីគ្នាយើងចុះដើរមួយសិនទៅចាំពុតប៉លីសយើងបន្តដំណើរទៅមុខទៀតខ្ញុំមិនមែនជាការសម្ដែងទេបងប្អូនតែខ្ញុំជាការសម្ដែងតែខ្ញុំមិនមែនជាការសម្ដែងទេបន្ទាប់ពីទស្សនាក្បាលវីដេអូនឹងទេសភាពអមសងខាងផ្លូវហ្នឹងអ្នកទាំងអស់គ្នាមានអារម្មណ៍មិនដែរមានអារម្មណ៍ថាធូរស្រាលនៅបាត់ទុកកង្វល់នៅក្នុងចិត្តហើយនៅជាពិសេសស្ទឹងប្រៃប្រងស្ពានប្រៃប្រោះនេះមានអារម្មណ៍មិនដែរធូរស្រាលនៅណឃើញថាធូរស្រាលទេហើយអ្នកដែលមិនតន់ធូរស្រាលហ្នឹងគឺខ្ញុំពីអ្នកកាមេរ៉ាមិនហ្នឹងហើយមិនតន់ធូរស្រាលទេព្រោះអីចូលមកដល់ផ្លូវគ្រូក្រហមនេះមានអារម្មណ៍ថាកង់ម៉ូតូខាងមុខយើងដូចជាអុកមិនទេនេះខ្ញុំជីបដាអាចមើលកង់ម៉ូតូមុខបដាថាវាមិនអត់ប្រកបនេះដល់ពេលអញ្ចឹងទៅខ្ញុំប្រាប់មិត្តភក្តិខ្ញុំថាអាណត់វិញម៉ូតូយើងខ្លាចតែបែកកង់ទេតែទោះជាយ៉ាងណាក៏យើងលែងសើភ័យដែរព្រោះយើងចូលតំបន់នេះគឺជាតំបន់សុវត្ថិភាពហើយអ្នកទាំងអស់គ្នាក្រុងកលេចមើលឃើញថាវាស្រែនឹងចការសុទ្ធហ្នឹងដូច្នេះគ្មានអ្នកភូមិអ្នកស្រុកឆ្លងកាត់នឹងប្រមាណទេហើយបើយើងនិយាយពីរឿងឡានម៉ូតូវិញរត់តែខ្សត់ទៀតហើយកាលណាតែខ្សត់ម៉ូតូឡានហើយធ្វើយើងងាយស្រួលក្នុងការបដាម៉ូតូបែកកង់យើងអត់មានពិបាកអីណាទេគ្រាន់តែមួយជួយរឿងពីក្រោយមកមួយទៀតចាំកាច់ចកូតពីមុខទៅយើងចង់បដាម៉ូតូកដាផ្លូវក៏បានកាត់វាស្រែក៏បានគ្មានភ័យថាឡានម៉ូតូណាប៉ះពីយើងទេកុំភ័យឲ្យសោះពីអ្នកត្រឹម10-20គីឡូមានអីអស្ចារ្យតែមនុស្សស្ទើរចង់ហាត់ប្រាណបន្ថែមទៀតមានអីថែម20គីឡូទៀតទៅយើងដឹងហើយថាផ្លូវវាស្រែវាមិនសូវស្អាតប្រហែលទេវាមានក្លុកមានអីចឹងឯងផ្លូវថ្មីប្លែកមែនក៏ប៉ុន្តែប៉ះខ្ញុំស្រីចាស់មានអីចាក់អីពេញផ្លូវអ្នកខាងក្រោយកុំភ័យមើលទៅ Google Map ហើយថតវីដេអូច្បាស់លាស់មកអាណប់ផ្លូវត្រូវបត់ឆ្វេងបត់ស្ដាំប្រាប់មុនណាអញស្រួលហត់ណាថាទៅហួសហ្នឹងអ្នកបើកម៉ូតូលេងបានបញ្ចេញសមត្ថភាពហើយណាមួយខាតពេលយើងទៀតខ្ញុំសោកស្ដាយណាស់តែវាអត់បានថតវីដេអូយើងជិះច្រែងតាមវាខ្សាច់និងកាត់ចការចន្ទីគេស្រុកខ្ញុំគេហៅកាយើហ្នឹងគេហៅចន្ទីទេដល់កន្លែងនេះកាមេរ៉ា map យើងចាប់ផ្ដើមថតវីដេអូតាក់ទងនឹងផ្លែគុយហ៎ឃើញថាមានស្លឹកខ្ចីទាំងអស់ហើយខ្ញុំក៏នៅមួយបែកផ្សេងទៀតកំពុងដើររត់ដើមគុយផ្លែគុយដូចគ្នាដែរហ្នឹងកាមេរ៉ា map យើងថតចុះថតឡើងគឺអត់បេះទេដោយសារតែខ្ចីពេកអត់មានអាតុំក៏សម្រាប់ចិត្តទៅកន្លែងផ្សេងចូលដល់កន្លែងនេះគឺឃើញថាមានផ្លែគុយមួយដែរតូចបន្តិចហើយខ្ចីទៀតក៏ចុះក៏ឡើងឃើញអាធំខ្ចីអានោះតនេដៃពេកបេះមកឲ្យទៅវាថាអស់ហើយអត់មានគុយអាតុំទេមានអីខ្ចីធំមុំបេះមកទាំងអស់ប្រហែលអ្នកមើលវីដេអូហ្នឹងដល់កន្លែងនេះអាចនឹងមានការចេញមតិយោបល់តិចតួចហ៎មើលទៅថាត្រូវជេរត្រូវអីដាក់ទៅអ្នកគ្នាខ្ញុំគ្រប់ត្រូលតែបើយើងគិតឲ្យច្បាស់ទៅផ្លែគុយនេះរៀងចាស់ដែរវាមិនសូវខ្ចីប្រហែលដែរយើងអាចយកទៅត្រាំទឹកអំបិលជ្រលក់ជាមួយនឹងអំបិលម្ទេសបានណាអាហ្នឹងអត់មានបញ្ហាទេតែតាមអារម្មណ៍អ្នកទាំងអស់គ្នាទេអាហ្នឹងអ្នកទាំងអស់គ្នាឃើញខ្ញុំកាន់ធុងកាន់អីហ្នឹងមិនត្រឹមតែដាក់ផ្លែគុយកម្រងកាមេរ៉ា map អាចឈានទៅដល់ការឡើងយកឃ្មុំអីទៀតណាគេយកធុងយកអីទុកដាក់ឃ្មុំមានកវិតមានអីក្នុងហ្នឹងទៀតចាំមើលចុងវីដេអូឃើញហើយខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាថាពេលធ្វើដំណើរតាមផ្លូវហ្នឹងដល់កន្លែងតូបលក់ចាប់ហួយខ្ញុំអីទិញទឹកផឹកទិញនំអញ្ចឹងតែផ្លែអីតាប៉ែកនឹងមួយទិញប្រៃ4ដើមគួយឆ្ងល់ថាវាទិញមកទៅអីបើក្នុងចំណោមហ្នឹងអត់មានអ្នកជក់ផងហ្នឹងខ្ញុំគិតចុះគិតឡើងនៅតែអស់ចិត្តទៅសួរវាថាហែងទិញមកទៅអាប្រៃ4ដើមហែងទៀតដឹងគេប្រាប់ខ្ញុំអញ្ចឹងដល់ពេលកាមេរ៉ាមេតនិយាយអញ្ចឹងទៅខ្ញុំកាន់តែឆ្ងល់ថែមទៀតហើយខ្ញុំក៏គួយគិតចុះគិតឡើងខ្ញុំក៏នឹកឃើញថាអូអានេះប្រហែលជាអុចទុកប្រហុយយកឃ្មុំអញ្ចឹងតែថ្ងៃយើងមកហ្នឹងគឺគ្មានឃ្មុំទេសូម្បីផ្លែគួយក៏រមចង់បានដែរសិតតែខ្ចីមួយចំនួនមែនមួយចំនួនគឺសឹងតែទាំងអស់តែម្ដងនេះប្រហែលជាគេបេះមុនយើងចំណែកប្លង់នេះវិញគឺកាមេរ៉ាមេតយើងចាប់ផ្ដើមចេញសមត្ថភាពហើយខ្ញុំមិនដឹងថាជីផ្កាអីទេនេះ3 4តងពណ៌លឿងឥឡូវកាមេរ៉ា map យើងចាប់ផ្ដើមថតហើយថតផ្តិតរូបភាពមួយនេះហើយកន្លែងនេះបើយើងបោះតង់ពេលយប់អាំងត្រីដុតភ្លើងលេងហ្គីតាអែហ្មងហើយកាលនោះវិញគឺមានចកាគេប្រហែលជាចកាស្វាយហើយស្មាត់ដៃធំហើយស្មាត់ដៃធំលេងដោយសារតែផ្លែគុយអាទុំអត់មានតែឥឡូវយើងដូរបបកត្រីកំឡុងពេលខ្ញុំកំពុងបកហ្នឹងកាមេរ៉ាមែនយើងចាប់ផ្ដើមរកឃើញអស់បានបដាហើយឃើញថាកាច់អស់កាច់អីរៀបចំមកស្អាត
គោលបំណងរបស់គេនឹងគឺត្រៀមដុតត្រីដែលខ្ញុំរកបានហ្នឹងប៉ះជាមួយខ្ញុំស្មាត់ដៃចាស់ដែលមានអីគប់ចង់1000ខ្សែហើយតមិនឃើញត្រីខាំមួយទេឃើញថាការរងចាំរបស់គេយូរពេកដូច្នេះក៏គេបំបែកកាមេរ៉ាទៅថតមើលផ្លែគុយដែលគេបេះបានខ្ចីៗនោះឯងដោយសារតែឃើញខ្ញុំអសមត្ថភាពពេកគេក៏ទាញដងស្ទួយពីខ្ញុំដើម្បីបបកម្ដងយើងនឹងហើយការស្ទួយត្រីបបកត្រីនេះគឺទាមទារឲ្យមានបទពិសោធន៍ក្នុងករណីនេះដែរស្មាត់ដៃកំពុងបបកនឹងគឺជាដៃថ្មីដូច្នេះការគប់ដងស្ទួយរបស់គាត់មិនសូវត្រង់ប្រហែលទេយើងគ្រាន់តែមើលការគប់នុយរបស់គាត់នឹងគឺឃើញថាគាត់ដៃថ្មីសុទ្ធសាធតែម្ដងដោយសារតែខ្ញុំឃើញទើភ្នែកខ្លាំងពេកដែរខ្ញុំក៏ស្រែកប្រាប់គាត់ថាហេអាណប់អញស្មាត់ដៃចាស់បកនឹងបានផងចុះហើយទម្រាំដៃថ្មីបកមិនបានណាទោះគាត់ស្មាត់ដៃថ្មីមែនក៏ប៉ុន្តែការខិតខំប្រឹងប្រែងរបស់គាត់ពីកន្លែងមួយទៅកន្លែងមួយពីប្លង់មួយទៅប្លង់មួយសរុបមកគឺគ្មានបានត្រីស្អីទេពេលនោះស្មាត់ដៃថ្មីចង់បបួលស្មាត់ដៃចាស់ចុះមួយទឹកម្ដងគុំនងគេមកនេះក៏ចង់មកហែទឹកលេងកំសាន្តដែរគ្រាន់តែមើលវីដេអូហ្នឹងក៏ដឹងថាគេពាក្យខោខ្លីអាវខ្លីរួចអស់ហើយតែប៉ះជាមួយខ្ញុំស្មាត់ដៃចាស់គ្មានអីទៅខ្លាចទេខ្ញុំក៏បានបដិសេធថាខ្ញុំបានងូតទឹកទេអាឡូដោយសារតែខ្ញុំបានត្រៀមខោអាវណាខោអាវជើងខ្លីគ្រឿងអីណាតែតាមការពិតមែនអញ្ចឹងណាមនុស្សម្នាក់នេះខ្លាចមានបុប្ផាកញ្ញាឡំដួយសោះយ៉ាងណាមិញកាលពី1ឆ្នាំកន្លងផុតទៅយើងក៏ធ្លាប់បានងូតទឹកនៅទីនេះម្ដងដែរក៏ប៉ុន្តែក្នុងចំណោមហ្នឹងគឺយើងមាន3នាក់ងូតទឹកហើយក៏មានម្ចាស់តំបន់ងូតទឹកជាមួយយើងដែរដូច្នេះយើងមិនសូវភ័យព្រឺព្រួយប្រហែលទេក៏ប៉ុន្តែការងូតហ្នឹងគឺការងូតដោយស្ងៀមស្ងាត់មិនហ៊ានធ្វើអ្វីក្ដួងក្ដៀងស្រែកកាក់កាយពេញទឹកហ្នឹងទេសូម្បីតែការហែទឹកក៏យើងមិនហ៊ានអនុវត្តដែរពេលខ្ញុំនិយាយចឹងទៅអ្នកទាំងអស់គ្នាអាចនឹងភ័យក៏ប៉ុន្តែនេះក៏ជាការល្វើឬវាការគិតរបស់ខ្ញុំណាមួយខ្ញុំអត់ចង់ងូតទឹកទេដោយសារពេលហ្នឹងខ្ញុំលើកខោជើងវែងនៅគ្នាចឹងទៅវាធ្វើឲ្យយើងជប់ទឹកខ្លាំងណាពេលយើងហែទៅហាកៅទៅថាទៅមនុស្សខ្លាចគឺមានលះច្រើនណាស់ឥឡូវយើងដកឃ្លាចូលមករឿងបបកត្រីនេះម្ដងឃើញថាប៉ែនេះខំប្រឹងតស៊ូខ្លាំងមែនតើទោះខំព្យាយាមយ៉ាងណាក៏មិនបានត្រីមួយមកលើកោកដែរជាចុងក្រោយមុនបញ្ចប់វីដេអូនេះខ្ញុំសូមផ្ដែផ្ដាំអ្នកទាំងអស់គ្នាថាកុំជឿទី1កុំជឿអ្នកដើរព្រៃទី2កុំជឿអ្នករកត្រីអ្នកទាំងអស់គ្នាឮគេថាមួយខ្សែពីរខ្សែទៀតបានត្រីអាម៉ាក់កុំភ័យតែចំពោះអ្នកដើរព្រៃវិញគេនិយាយថាទៅមុខទៀតមានផ្លែឈើស៊ីឲ្យកុំភ័យអញ្ចឹងហើយពេលអ្នកទាំងអស់គ្នាដើរកំសាន្តទៅកន្លែងណាឆ្ងាយគួរតែត្រៀមម្ហូបអាហារហើយណាកុំឲ្យដូចពួកខ្ញុំ